ចាឥឡូវអ្នកគ្រូសុំយកព្យញ្ជនៈងគុំជាមួយនឹងស្រៈអ៊ីចាអញ្ចឹងកូនបានដឹងហើយព្យញ្ជនៈងគឺជាសូពួកអចាអញ្ចឹងស្រៈមួយនេះកូនបដូរទៅតាមសូពួកអដែរគឺស្រៈអ៊ីចាឥឡូវអ្នកគ្រូនឹងសរសេរនៅលើក្តារខៀនអំពីព្យញ្ជនៈងគុំជាមួយស្រៈអ៊ីចាសូមឲ្យកូនៗអស់គ្នាយកចិត្តទុកដាក់ស្ដាប់អ្នកគ្រូនឹងមើលក្តារខៀនចាអញ្ចឹងកូនអាចមើលបានណាមួយនេះគឺជាព្យញ្ជនៈងចាហើយនេះគឺជាស្រៈអ៊ីអញ្ចឹងកូនអានថាងីចាអញ្ចឹងកំបាញ់មិញកូនបានឃើញហើយអ្នកគ្រូបានផ្គុំព្យញ្ជនៈងជាមួយនឹងស្រៈអ៊ីចាបើកូនបានមើលហើយឥឡូវអ្នកគ្រូសូមចូលទៅដល់ការប្រកបចាសូមឲ្យកូនទាំងអស់គ្នាមើលក្តារខៀននិងស្ដាប់អ្នកគ្រូព្យញ្ជនៈងផ្គុំជាមួយស្រៈអ៊ីអានថាងីចាកូនបានស្ដាប់អ្នកគ្រូអានច្បាស់ហើយចាឥឡូវអ្នកគ្រូនឹងអានម្ដងទៀតហើយសូមឲ្យកូនអានតាមអ្នកគ្រូងីចាសូមអានតាមងីចាកូនបានស្ដាប់និងបានអានតាមអ្នកគ្រូហើយចាឥឡូវនេះសូមឲ្យកូនជាអ្នកអានដោយខ្លួនឯងចាសូមអានចាអញ្ចឹងកូនបានអានដោយខ្លួនឯងបានត្រឹមត្រូវហើយអំពីចាព្យញ្ជនៈងប្រកបជាមួយស្រៈអ៊ីអានថាងីចាបើកូនបានអានបានត្រឹមត្រូវហើយឥឡូវអ្នកគ្រូសូមឲ្យកូនទាំងអស់គ្នាចាយកចិត្តទុកដាក់ធ្វើលំហាត់ជាមួយអ្នកគ្រូអញ្ចឹងកូនមើលណានៅក្នុងលំហាត់នេះចាគឺកូនត្រូវសរសេรงីឡើងវិញចាកូនមើលណាព្យញ្ជនៈងប្រកបជាមួយស្រៈអ៊ីអានថាងីចាឥឡូវសូមឲ្យកូនចាប់ផ្ដើមសរសេរងីនៅលើស្នាមគំនូរទាំងអស់នេះរហូតមកដល់ចំណុចចុងក្រោយចាសូមកូនហ្វឹកហាត់សរសេរឲ្យបានត្រឹមត្រូវ